បើតាមលោកការកាត់ប៉ាន់ប្រមាណមើលខណ្ឌគេយកលុយដូចជាការចាក់ដីចាក់អីនេះគេយកថវិកាហ្នឹងយកមកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់លោកដែរទេបាទវាមានដែរគេថាគេយកមកចាក់បាទគេចាក់តាមផ្លូវតាមគៀនអីចឹងមិនមែនថាយើងនិយាយប៉ុន្តែគេយកហ្នឹងគេក្នុងន័យថាគេអភិវឌ្ឍអញ្ចឹងនៅក្នុងសង្កាត់នេះប៉ុន្តែសង្កាត់វាត្រូវការចាំបាច់ដែរផ្ទាល់ខ្លួននៅក្នុងមូលដ្ឋានរបស់ខ្លួនអញ្ចឹងខ្លួនត្រូវការចាត់ចែងដែរបញ្ហានេះព្រោះសង្កាត់វាត្រូវការធ្វើមានការងារអភិវឌ្ឍការងារទូទៅចំពោះមុខជាបរិវត្តសង្កាត់ទៅទៀមទាពីការងារនេះដើម្បីធ្វើមិនចាំបាច់ថ្នាក់លើមកជំនួសទេរឿងនេះបញ្ហាហ្នឹងបន្ទាប់ពីលោកពូឡើងចៅសង្កាត់នៅគីឡូម៉ែត្រ6ហ្នឹងតើលោកពូបានធ្វើអីខ្លះជូនប្រជាពលរដ្ឋនៅមូលដ្ឋានហើយប្រជាពលរដ្ឋមានជំនឿមកលើចៅសង្កាត់របស់គណៈបកសម្រាប់ទីដែរទេបាទបញ្ហានេះគឺខំប្រឹងប្រែងណាស់ដោយវាការដែលអភិវឌ្ឍការដែលធ្វើហ្នឹងវាខ្លាយទៅលើថាវិការជាងថាវិការវាកាលណាយើងអត់មានក៏មិនអាចធ្វើបានដែរអញ្ចឹងបានហើយពេលនេះយើងខំធ្វើម៉េចរកថាវិការរកចំណូលហ្នឹងហើយដោយឡែកបញ្ហាចំណូលឥឡូវនេះក៏វាមានបញ្ហាមិនបានល្អគឺវាតិចតួចណាស់ដោយសារការលក់ដូរផ្សេងទួហ្នឹងវាអត់មានចំណូលឯធំដុំទេគាត់តែតិចតួចគាត់តែដោះស្រាយនៅក្នុងសង្កាត់នេះធ្វើតែមិនគ្រប់ផងរាល់ថ្ងៃនេះអញ្ចឹងអ្វីដែលវាការងារអភិវឌ្ឍនេះវាមានការពិបាកបន្តិចតែទោះបីយ៉ាងណាជាបរិវត្តតម្រូវហើយយើងត្រូវតែឈ្មោះដើម្បីរកយ៉ាងណាក៏តែចាំបាច់ដូចជាតែវាស្ទះជាអីចឹងត្រូវតែរកដោះចេញហើយអត់មានឲ្យនៅធ្វើពង្រើកតើចំពោះគាត់ទេបញ្ហាសម្បត្តិឆ្នាំដូចជាអត្រានុកូលដ្ឋានឬក៏ធ្វើលិខិតផ្សេងដើម្បីធ្វើឲ្យស្របច្បាប់នៅក្នុងផ្ទះរដ្ឋក្រុមអ្នកភូមិហ្នឹងតើខាងសង្កាត់នេះបានយកលុយពីប្រជាពលរដ្ឋទេបាទបញ្ហានេះគឺអត្រានុកូលដ្ឋានគឺមានណត់ដោយច្បាប់ដែរព្រោះច្បាប់គេតម្រូវថាធ្វើយ៉ាងម៉េចវាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋហើយសង្កាត់ខ្ញុំបាននេះអត់មានទេអត់មានធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់ទៅធ្វើឲ្យធ្វើមិនបានទេគឺជំរុញឲ្យគាត់ធ្វើហើយអ្វីដែលខ្វះខាតដូចជាกระดาษស្នាមចាំបាច់ត្រូវតែរកថាការដើម្បីទិញกระดาษទិញអីហ្នឹងព្រោះរដ្ឋគេកំណត់មកថាឲ្យហ្នឹងវាអត់គ្រប់គ្រាន់ទេដូច្នេះយើងត្រូវតែរកជូនគាត់បើចាំរដ្ឋទម្លាក់មកគឺអត់មានបានទាន់ជារដ្ឋទេអញ្ចឹងយើងត្រូវតែរកថាការខ្លះឲ្យជួយក្នុងន័យថារកกระดาษរកស្នាមអីហ្នឹងឲ្យមានឲ្យបានប៉ុណ្្នឹងទៅអត់មានថាធ្វើម៉េចដើម្បីឲ្យគាត់ពិបាកនោះទេអត់មានលក្ខណៈពិបាកឲ្យគាត់ទេបញ្ហានេះចឹងបាទទីបីថាសង្កាត់មិនតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃធ្វើលិខិតស្នាមដែលពួកគាត់ត្រូវការនឹងទេមែនបាទមិនតម្រូវទេគឺថាដើម្បីរកតែกระดาษស្មីឲ្យបានធ្វើគាត់ឲ្យបានប៉ុណ្ណឹងឯងមិនមែនទៅគៀបទៅអីថាជាបងបានធ្វើបានមិនមែនអញ្ចឹងទេបាទការខ្ញុំបានគឺតម្រូវឲ្យជារដ្ឋធ្វើឲ្យបានគ្រប់គ្នាពីចុងក្រោយលោកចៅសង្កាត់មានពាក្យពេចន៍អីសំណូមពរទៅខាងអាជ្ញាធរថ្នាក់លើក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកទាំងមូលបាទខ្ញុំគឺឲ្យក្រៅពីសូមសំណូមពរដល់ថ្នាក់លើនេះជួយមើលមកកាត់គីឡូលេខ6ធ្វើម៉េចអនុវត្តឲ្យបានគ្រប់តាមផ្លូវច្បាប់ពីមជ្ឈការដែលក្រៅពីបោះឆ្នោតដែលបកគលសិទ្ធិអំណាចមកសង្កាត់នឹងធ្វើម៉េចឲ្យគោរពផងជួយផ្ដល់ឱកាសឲ្យសង្កាត់ដើម្បីធ្វើបានចាត់ចែងនៅក្នុងការងារអ្វីដែលក្នុងមូលដ្ឋានបាទដែលច្បាប់បានកំណត់សូមអរគុណលោកចៅសង្កាត់សុខីមរបស់គណៈបកសម្បត្តិដែលបានផ្ដល់ឲ្យកម្មវិធីពលិកទន្ទានធ្វើបទសម្ភាសន៍អំពីការអភិវឌ្ឍមូលដ្ឋានរបស់លោកនៅថ្ងៃនេះសូមអរគុណសូមជម្រាបលាបាទការអភិវឌ្ឍប្រទេសគឺមិនត្រឹមតែជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាទេតែវាក៏ជាបំណងប្រាថ្នាដ៏សំខាន់របស់ប្រជាពលរដ្ឋផងដែរព្រោះការអភិវឌ្ឍដ៏ត្រឹមត្រូវហើយបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋពិតៗវាធ្វើឲ្យប្រជាពលរដ្ឋមានឱកាសទទួលបានការងារធ្វើនិងធ្វើឲ្យពួកគាត់មានជីវភាពធូរធារថែមទៀតផងប៉ុន្តែគួរឲ្យសោកស្ដាយការអភិវឌ្ឍនៅកម្ពុជាបច្ចុប្បន្នឲ្យតែរដ្ឋចង់អភិវឌ្ឍតំបន់ណាគឺពលរដ្ឋរស់នៅតំបន់នោះតែងតែទទួលរងនៅទុក្ខវេទនាលំបាកលំបិនព្រោះតែការបណ្ដេញដោយរដ្ឋគ្រាន់តែបានផ្ដល់នៅគោលនយោបាយបន្តិចបន្តួចប៉ុណ្ណោះដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តនៅពេលដែលរាជរដ្ឋាភិបាលបានធ្វើអភិវឌ្ឍបែបគៀបសង្កត់រាជខ្លួនឯងដោយធ្វើសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងនេះ
ការអភិវឌ្ឍធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្តនេះហើយដែលធ្វើឲ្យនីផ្លក់និងនីផ្លយយកករណីដីបង្កក់ដែលរាជរដ្ឋាភិបាលដោះស្រាយតាមគោលនយោបាយមកពិភាក្សាគ្នាដើម្បីបញ្ចប់ការសង្ស័យរវាងក្រុមហ៊ុននិងអាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋមកពិចារណាឲ្យបានដឹងទាំងអស់គ្នាចាដូច្នេះសូមអញ្ជើញលោកអ្នកនាងនិងបងប្អូនជនរួមជាតិតាមដានស្ដាប់រឿងខ្លីស្ដីអំពីសំណងគោលនយោបាយធ្វើឲ្យប៉ះពាល់ដល់សំណងផ្លូវច្បាប់វគ្គទី2ដែលជាវគ្គបញ្ចប់ដូចតទៅប៉ុន្តែគ្រួសារពូម៉ែធ្វើជាជាងមុនហើយក៏នៅតាំងខ្សែជីវិតតាំងដូចខ្សែចំបៃទេវិញសម្លាញ់ហើយនិយាយរឿងនឹងវិញវានិយាយឡើងចាញ់ហើយយើងបើជាពលរដ្ឋដែលក្រគឺនៅតែក្រដដែលអ្នកដែលល្មមអាខ្លះទៅវាអាចលើសមុនអាខ្លះនៅដដែលអាខ្លះចង់ដាបជាងមុនប៉ុន្តែបើយើងក៏លេចទៅមើលអ្នកធំអ្នកមានអំណាចអ្នកមានលុយណាឥឡូវហ្នឹងគេរឹតតែមានឡើងណាពាក្យមកឃ្លាគេថារាជមានមុនរដ្ឋណាប៉ុន្តែបើយើងមើលសង្គមយើងបច្ចុប្បន្នគឺវាផ្ទុយស្រឡះនឹងពាក្យមួយឃ្លាហ្នឹងឥឡូវហ្នឹងរដ្ឋមានមុនរាជទៅទៀតហើយអ្នកដែលជាដៃគូដៃកងរបស់គេហ្នឹងឥឡូវហ្នឹងគេឡើងទៅជាអង្គញាមហាសេដ្ឋីក្រុមហ៊ុនអូរីកស្គុះស្គាយដូចផ្សិតអញ្ចឹងសម្លាញ់ឥឡូវចូលដល់ចំណុចយើងវិញណែចំណុចបង្កក់ហ្នឹងណាគឺគោលការណ៍ទី1គឺទទួលយកថវិកាផ្ដាច់ចំនួន$8,000និងសហុយរុះរើចំនួន2លានរៀលអញ្ចឹងមានន័យថាក្នុងមួយគ្រួសារគេផ្ដល់ឲ្យ$8,000ហើយស្ដាប់សិនពូម៉ាលុយ2លានទៀតទីយកធ្វើអីគ្រាន់ណាប៉ុណ្្នឹងចំណុចនេះរដ្ឋអំណាចមូលដ្ឋានមិនបានគិតពីទំហំផ្ទះតូចធំឡើយវើយគឺមកការវាយស្មើតែម្ដងណាពូម៉ាអូយសក់ឥឡូវអាផ្លោយកទៅធ្វើអីគ្រាន់ណា$8,000ឯងរុះរើ2លានអូស្ដាប់គ្នាសិនពូម៉ាកុំតណាតឹងមកតឹងកផុតដង្ហើមពូម៉ាចំណុចទី2ទទួលផ្ទះមួយល្វែងនៅភូមិដំណាក់តាយើងនិងសហុយ2លានរៀលគេអត់បានបញ្ជាក់ថាផ្ទះនោះមានគ្រឹះត្រឹមត្រូវប្រព័ន្ធទឹកភ្លើងទំហំប៉ុណ្ណានោះគឺអត់ដឹងទាំងអស់អើយគឺថាកំណត់ថាទៅនៅផ្ទះល្វែងនៅដំណាក់តាយើងហ្នឹងគឺ